สุดท้ายต่อគ្នាខ្ញុំមកឆាយសូមស្វាគមន៍មកកាន់គេហទំព័ររៀនអំពីជប៉ុនទាំងអស់គ្នាថ្ងៃនេះយើងនៅមេរៀនទី5នៃអក្សរ kanji កម្មវិធីនេះឧបត្ថម្ភដោយ Hell ផ្ដើមចេញពីទឹករ៉ែនិងវីតាមីន B2 B3 B5 B6 B12 និងតូរៀនក្រោមបច្ចេកវិទ្យាទាន់សម័យរបស់សហគមន៍អឺរ៉ុបបង្កើតបានជាភេសជ្ជៈស្របតាមស្តង់ដារប្រព័ន្ធសុវត្ថិភាពចំណីអាហារ FASC 22000 Hell ភេសជ្ជៈបើកម្លាំងគ្មានសារធាតុគីមីរសជាតិឆ្ងាញ់បើកម្លាំងប្រសាទជាតិស្រវឹងភ្លាមអារម្មណ៍ស្រស់ថ្លាជំនួយស្មារតីក្នុងការបើកបរ Hell កំពុងពេញនិយមនឹងចរាចរណ៍ជិត50ប្រទេស Hell ភេសជ្ជៈបើកម្លាំងខ្លាំងលើសគេពីអឺរ៉ុបសួស្តីអ្នកទាំងអស់គ្នានៅក្នុងមេរៀនទី5នៃអក្សរ kanji នេះយើងនឹងរៀនអំពី kanji 3បន្តទៀតដែល kanji នោះមានដូចជា kyu yasumi និង tama តែអក្សរ kanji នេះមានរបៀបអានអងនិងគូនយោមីយ៉ាងដូចនេះនោះតោះឥឡូវយើងមើលទាំងអស់គ្នារួមជាមួយនឹងអត្ថន័យនៃអក្សរ kanji ទាំង3នេះផងដែរអក្សរទី1ដែលនឹងបង្ហាញអ្នកទាំងអស់គ្នានោះគឺអក្សរ kyu kyu មានអត្ថន័យថាលេខ9លេខ9 1 2 3 4 5 6 7 8 9 5លេខ9របស់យើងហ្នឹងគឺអក្សរ Q អក្សរ kanji នេះនៅពេលចូលតែឯងគឺយើងអានថា Q អង្គយោមីនៃអក្សរ Q គឺមាន2គឺ Q ឬក៏ K រីឯគូនយោមីរបស់ Q គឺមាន kokono ឬក៏ kokonotsu kokono ឬក៏ kokonotsu អូខេអញ្ចឹងអ្នកទាំងអស់គ្នាសូមចងចាំនៅអង្គនិងគូនយោមីនៃអក្សរ Q អង្គយោមីនៃអក្សរ Q គឺមាន Q ហើយនិង Kរីឯគូនយោមីរបស់អក្សរ Q គឺមាន kokono និង kokonotsu ឥឡូវយើងមកមើលអំពីគំនូសនៃអក្សរ Q វិញម្ដងដែលអក្សរ Q នេះមានតែ2គំនូសតែប៉ុណ្ណោះអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងងាយស្រួលក្នុងការចងចាំនៃគំនូសអក្សរ Q នេះទន្ទឹមនឹងអ្នកទាំងអស់គ្នាកំពុងតែសរសេរនៅអក្សរ Q នេះសូមអ្នកទាំងអស់គ្នារៀនជាមួយនឹងខ្ញុំនៅប្រយោគដែលតាក់ទងជាមួយអក្សរ Q នេះទាំងអស់គ្នាប្រយោគនេះគឺ私の誕生日は9月9日です私の誕生日は9月9日ですខ្ញុំសូមអានយឺតៗមួយសម្រាប់អ្នកទាំងអស់គ្នាわたしの誕生日は9月9日ですឥឡូវអ្នកទាំងអស់គ្នាសាកអានតាមខ្ញុំទាំងអស់គ្នា私の誕生日は9月9日です私の誕生日は9月9日です私の誕生日は9月9日ですបកប្រែថាខួបកំណើតរបស់ខ្ញុំគឺនៅថ្ងៃទី9ខែកញ្ញាសម្រាប់លេខ9នេះនៅពេលដែលយើងអានជាមួយនឹងខែកញ្ញាខែមករាខែធ្នូអីហ្នឹងគឺយើងអានថា Q យើងអានថា Q ទេក៏ប៉ុន្តែប្រសិនបើជាលេខធម្មតាគឺយើងអានថា Q 1 2 3 4 5 6 7 8 Q 10នៅពេលដែលតួអក្សរនេះចូលជាលេខធម្មតាគឺយើងអានថា Q ក៏ប៉ុន្តែនៅពេលដែលចូលជាខែកញ្ញាគឺយើងអានថា Q រីឯចំពោះថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ថ្ងៃទី4នោះនៅថ្ងៃទី9គឺយើងអានថា Q នេះឈីទេគឺអានថា kokonoka ចំពោះអក្សរ Q នេះអ្នកទាំងគ្នាអាចចងចាំក្នុងករណី2គឺទី1ក្នុងករណីជាខែគឺយើងអានថា Q រីឯក្នុងករណីជាថ្ងៃគឺយើងអានថា kokonoka រីឯក្រៅពីហ្នឹងប្រសិនបើប្រើជាតួលេខប្រសិនបើយើងប្រើជាតួលេខគឺយើងអានថា Qឥឡូវយើងមកមើលពីអក្សរទី2វិញម្ដងដែលអក្សរទី2នោះគឺ yasumi អក្សរនេះតែងតែចូលជាមួយនឹងអក្សរមីនៅពេលនោះយើងអានថា yasumi អត្ថន័យនៃអក្សរ yasumi គឺឈប់សម្រាកឬក៏ការឈប់សម្រាកចំពោះអង្គយោមីនិងគូនយោមីនៃអក្សរ yasumi គឺអង្គយោមីយើងអានថា Q រីឯគូនយោមីយើងមាន3គឺ yasumu yasumeru ឬក៏ yasumaruខ្ញុំសូមអានឡើងវិញម្ដងទៀតចំពោះអង្គយោមីនៃអក្សរ yasumi គឺមានតែមួយទេគឺ Q រីឯគូនយោមីរបស់អក្សរ yasumi គឺមាន yasumu yasumeru ឬក៏ yasumaru ឥឡូវយើងមើលអំពីរបៀបសរសេរនិងគំនូសនៃអក្សរ yasumi នេះទាំងអស់គ្នាព្រមទាំងប្រយោគមួយដ៏ស្រួលសម្រាប់អ្នកទាំងអស់គ្នាប្រើប្រាស់សន្ទនា今度の休みはどこへ行きますか今度の休みはどこへ行きますか
ខ្ញុំសូមអានយឺតៗមួយសម្រាប់អ្នកដែលរៀនថ្នាក់ដំបូងខងដូណូយ៉ាស៊ឺមីវ៉ាដូកូអេអ៊ីគីម៉ាស៊ឺកាឥឡូវអ្នកទាំងអស់គ្នាអាចអានតាមខ្ញុំម្ដងមើល今度の休みはどこへ行きますか今度の休みはどこへ行きますか今度の休みはどこへ行きますかដែលយើងប្រែជាភាសាខ្មែរថាតើការចុះសម្រាប់លើកក្រោយនេះយើងទៅណាដែរលេងឬក៏យើងទៅណាដែរតើការចុះសម្រាប់លើកក្រោយយើងទៅណាដែរចឹងអ្នកទាំងគ្នាអាចប្រើប្រាស់ប្រយោគនេះដើម្បីសួរទៅកាន់ដៃគូរបស់អ្នកដូចជាមិត្តភក្តិឬក៏ជាក្រុមគ្រួសាររបស់អ្នកឬក៏ថ្នាក់របស់អ្នកដែលជាជនជាតិជប៉ុនហើយឥឡូវយើងមើលអំពីខណ្ឌជាចុងក្រោយនៃមេរៀនទី5របស់យើងដែលខណ្ឌជានោះគឺថាម៉ានេះគឺយើងអាចបកប្រែបានច្រើនដែលយើងបកប្រែថាទី1គឺជារបស់ដែលមានរាងមូលដូចជាคลิปដូចជារបស់ដែលមូលហ្នឹងគឺយើងអាចថាម៉ាបានទាំងអស់ឬក៏រាងពងចិញ្ចក់ឬក៏បកថាគុជហើយមួយទៀតនោះគឺសំដៅទៅលើលុយកាក់ក៏យើងអាចប្រើប្រាស់បានដែរឧទាហរណ៍លុយកាក់របស់ជប៉ុនមានលុយ500យេនហ្នឹងគឺជាលុយកាក់អញ្ចឹងយើងអាចនិយាយថា500円玉500円玉តែយើងនិយាយថាគឺជាកាក់500យេនអូខេអញ្ចឹងថាម៉ាយើងអាចបកប្រែបានច្រើនក៏ប៉ុន្តែជាទូទៅគេប្រើប្រាស់ក្នុងអត្ថន័យថាគឺជារៀងរបស់ដែលរៀងមូលតោះឥឡូវយើងមើលអំពីអង្គនិងគុណយោមីរបស់អក្សរថាម៉ានេះទាំងអស់គ្នាអង្គនិងគុណយោមីអក្សរថាម៉ាគឺអង្គយោមីយើងអាចថាយុគគឺយោមីគឺយើងមានតែមួយទេគឺថាម៉ាអូខេឥឡូវយើងមើលអំពីគំនូររបស់អក្សរថាម៉ានេះគំនូររបស់អក្សរថាម៉ានេះគឺមានរាងសរៀងជាមួយនឹងអក្សរ O ដែលយើងរៀនពីមុនដែលបកថាស្ដេចដោយគ្រាន់តែយើងមានតែបន្តតែប៉ុណ្ណោះតែទៅនេះសូមអ្នកទាំងអស់គ្នាមើលជាមួយនឹងប្រយោគឧទាហរណ៍មួយដែលខ្ញុំបានលើកថា彼の額には玉のような汗をかいている彼の額には玉のような汗をかいているខ្ញុំសូមអានយឺតៗមួយ彼の額には玉のような汗をかいているសូមអានតាមខ្ញុំទាំងអស់គ្នា彼の額には玉のような汗をかいている彼の額には玉のような汗をかいているដែលយើងមកប្រែជាភាសាខ្មែរថាផ្ការបស់គាត់នឹងគឺបែកញើសដោយពងចិញ្ចក់ចឹងអ្នកនរនេះប្រហែលជាតាមតន់ជាមួយនឹងការរៀនសរសេរនិងអង្គគុណយោមិជាមួយនឹងអត្ថន័យរបស់អក្សរខណ្ឌជាទាំង3នៅក្នុងមេរៀនទី5នេះហើយអ្នកនរគ្នាអាចធ្វើការរំលឹកឡើងវិញជាមួយនឹងមេរៀនទី1រហូតដល់មេរៀនទី4តាមរយៈមើលតាមរយៈ YouTube របស់ខ្ញុំបើសិនអ្នកនរគ្នាចូលចិត្តនឹងការបញ្យល់របស់ខ្ញុំឬក៏អ្នកនរគ្នាចង់តាមដាននៅមេរៀនផ្សេងៗក្រៅពីអក្សរខណ្ឌសូមអ្នកនរគ្នាចូលទៅកាន់ YouTube របស់ខ្ញុំដែលមានឈ្មោះថារៀនអំពីជប៉ុនទាំងអស់គ្នារួចចុចពីទៅលើពាក្យថា Subscribe នោះអ្នកនរគ្នាអាចនឹងទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសខ្ញុំមកឆាយសូមអរគុណច្រើនចំពោះការតាមដានរបស់អ្នកនរគ្នាហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចនឹងរៀនជាមួយខ្ញុំបន្តទៀតនៅមេរៀនទី6នៃអក្សរខណ្ឌជាតិសូមអរគុណច្រើនសូមជម្រាបលាបាយបាយ